កម្ពុជាតារាចម្រៀងខេមរៈសិរីមន្តត្រៀមចេញច្រៀងតាមផាប់ជាលើកដំបូងតាមការអញ្ជើញរបស់ស្រាបៀរគ្រីតច្រើនឆ្នាំក្នុងសិល្បៈកម្ពុជាតារាចម្រៀងខេមរៈសិរីមន្តមិនធ្លាប់មានវត្តមាននៅក្នុងការច្រៀងតាមផាប់នានាឡើយដោយឡែកថ្មីៗនេះស្រាប់តែមានការប្រកាសថាកម្ពុជាតារាចម្រៀងខេមរៈសិរីមន្តនឹងមានវត្តមានច្រៀងនិងសម្ដែងនៅក្នុងផាប់ជាង50កន្លែងដែលមានការគ្រប់គ្រងពីស្រាបៀរគ្រីតដើម្បីសប្រៃអ្នកគ្រប់គ្រងស្រាបៀរគ្រីតលេងឈុតធំនិងចំណាយមិនធម្មតាឡើយសម្រាប់ការអញ្ជើញកម្ពុជាតារាចម្រៀងខេមរៈសិរីមន្តចេញច្រៀងនិងសម្ដែងក្នុងផាប់ជាលើកដំបូងនេះដោយដែលមហាជនបានឃើញស្រាប់ហើយថាភាគច្រើនកម្ពុជាតារាចម្រៀងខេមរៈសិរីមន្តតែងតែមានវត្តមាននៅក្នុងការប្រគំតន្ត្រីធំៗតាមបណ្ដាខេត្តក្រុងនានានិងនៅក្នុងវិធីធំៗប៉ុណ្ណោះលោកកម្រនឹងមានវត្តមាននៅតាមផាប់កន្សាន្តនានាណាស់ឆ្លើយតបទៅនឹងការចង់បានរបស់អ្នកគ្រប់គ្រងស្រាប់តែថ្មីៗនេះស្រាបៀរគ្រីតបានត្រៀមលេងឈុតធំនិងចំណាយមិនធម្មតាទេដោយបានអញ្ជើញកម្ពុជាតារាចម្រៀងខេមរៈសិរីមន្តច្រៀងតាមផាប់ធំៗជាង50កន្លែងជុំវិញខេត្តក្រុងគ្រាន់តែដឹងដំណឹងថាកម្ពុជាតារាចម្រៀងខេមរៈសិរីមន្តត្រៀមនឹងមានវត្តមាននៅក្នុងផាប់តាមរយៈការអញ្ជើញរបស់ស្រាបៀរគ្រីតបានធ្វើឲ្យអ្នកគ្រប់គ្រងជាច្រើនសម្ដែងនៅការត្រេកអរក៏ដូចជាការរងចាំមើលថាតើ idol របស់ពួកគេនឹងលេចមុខជាលើកដំបូងនៅទីណាបើចង់ជួបផ្ទាល់ជាមួយនឹងកម្ពុជាតារាចម្រៀងខេមរៈសិរីមន្តឬ idol របស់បងប្អូនកុំភ្លេចចូលរួមជាមួយស្រាបៀរគ្រីតទាំងអស់គ្នាដើម្បីទទួលបានភាពសប្បាយរីករាយនិងរាំលេងកម្សាន្តជុំគ្នាសប្បាយៗ